លោកផេងសទ្ធីអភិបាលរងខេត្តបាត់ដំបងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានចាត់ទុកមន្ទីរព័ត៌មានខេត្តបាត់ដំបងពិតជាបានដើរតួនាទីយ៉ាងសំខាន់បម្រើឲ្យវិស័យរដ្ឋនិងឯកជនពិសេសជាសេនាធិការរបស់រដ្ឋបាលខេត្តផ្ទាល់តែម្ដងលោកផេងសទ្ធីលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅបន្តឆ្នាំ2026របស់មន្ទីរព័ត៌មានខេត្តបាត់ដំបងនៅសាលប្រជុំស្ថានីយ៍វិទ្យុនិងទូរទស្សន៍ជាតិកម្ពុជាខេត្តនៅថ្ងៃទី4ខែធ្នូឆ្នាំ2025លោកផេងសទ្ធីគូបញ្ជាក់ថាព័ត៌មានគឺសំខាន់ណាស់បើយើងក្តាប់ព័ត៌មានមិនបានគឺយើងមិនអាចធ្វើកិច្ចការបាននោះទេលោកផេងសទ្ធីថ្លែងបន្ថែមថាមន្ទីរព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ជាមួយវិស័យពាក់ព័ន្ធនានានៅក្នុងខេត្តដើម្បីផ្សព្វផ្សាយអំពីសកម្មភាពថ្នាក់ដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទេសចរជាពិសេសចូលរួមចំណែកក្នុងវិស័យអប់រំជំរុញដល់ប្រជាពលរដ្ឋចេះអនុវត្តបំណិនជីវិតស្វែងយល់ពីបទពិសោធន៍ជាក់ស្ដែងពីអ្នកជំនាញផ្នែកវិជ្ជាជីវៈដែលសង្គមត្រូវការតាមរយៈព័ត៌មានដែលបំផុសឲ្យប្រជាពលរដ្ឋចូលរួមកាន់តែសកម្មគ្រប់សកម្មភាពដោះស្រាយបញ្ហារួមរបស់សង្គមជាតិដូចជាការប្រយុទ្ធប្រឆាំងជំងឺអេដស៍គ្រឿងញៀនការជួញដូរមនុស្សនិងអំពើហិង្សាក្នុងគ្រួសារលោកផេងសទ្ធីបានថ្លែងនៅការកោតសរសើរចំពោះលោកសុវណ្ណវិទិត្យាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានដឹកនាំមន្ទីរព័ត៌មានខេត្តសម្រេចបានលទ្ធផលការងារល្អប្រសើរក្នុងស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយព័ត៌មានអំពីខេត្តបាត់ដំបងបានកាន់តែទូលំទូលាយទន្ទឹមនឹងនេះលោកផេងសទ្ធីបានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តត្រូវចេះចូលរួមតម្រង់ទិសជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញបេសកកម្មនៅក្នុងខេត្តបាត់ដំបង